សូមជនឬលាងភ្នំជំរុំចិត្តភាគទី7ខ្លាំងទៅខ្លាំងភ័ន្តភាំងគំនិតក្តីស្នេហ៍ធំពិនធំជាងនៅក្នុងបន្ទប់គិរីសុននេះកំពុងក្រែអ្នកកំឡោះឲ្យរៀនដើរបណ្ដាតែគិរីធ្ងន់ណាស់គេមិនព្រមជួយទប់ខ្លួនសោះបីជាទម្លាក់ទម្ងន់មកលើនាងទាំងស្រុងសុនណាទប់មិនជាប់ដួលទៅលើពុកគិរីសង្កត់ពីលើជុំកំឡោះខាត់ស្រាក់ចង្កេះនាងក្រមុំយ៉ាងណាសុនណាខំរុញចេញតែគេបីជារិតកាន់តែតឹងភ្នែកសម្លឹងស្រីល្អឥតព្រិចថ្ពាល់សុនណាឡើងក្រហមដោយក្តីអៀនអន់មិនអ្វីសម្លក់គេទាំងខ្នាញ់អ្នកប្រុសកុំលេងសើចបានទេបើមិនអ្នកមកឃើញមិនល្អទេម្យ៉ាងទៀតខ្លួនអ្នកប្រុសធ្ងន់ណាស់គិរីញញឹមស្រស់សម្លឹងនាងក្រមុំនាងក៏ដឹងថាខ្ញុំគ្មានកម្លាំងក្រោកទេតែខ្ញុំគិតថានៅបែបនេះល្អជីខ្ញុំចង់នៅក្បែរនាងធីតាសោភាសម្លឹងគិរីភេនាងទៅនៅក្បែរគេមួយដូចជាប៉ុណ្ណោះតែភាពស្និទ្ធស្នាលបែរជាកើតឡើងយ៉ាងឆាប់រហ័សឬមួយដោយសារតែការមើលថែយកចិត្តទុកដាក់របស់នាងធ្វើឲ្យគិរីពេញចិត្តលើនាងក្រមុំគិរីមិនធ្លាប់គិតថាមាននារីល្អម្នាក់យល់ព្រមនៅក្បែរមើលថែមនុស្សពិការដូចជាអ្នកឡើយពីមុនអ្នកមិនចង់ជីមិនក្រោកឈរឡើងវិញព្រោះតែការអស់សង្ឃឹមតែពេលដែលសុណាចូលមកក្បែរនេះធ្វើឲ្យគេកែប្រែជាថ្មីព្រមបើកចិត្តទទួលយកនៅរស្មីនៃក្តីសង្ឃឹមទោះបីជាមានតែក៏អ្នកត្រូវតែព្យាយាមជាពិសេសអ្នកចង់បើកមុខមនុស្សអាក្រក់ដែលព្យាបាទគ្រួសារនេះសុណាប្រញាប់ងាកមុខចេញកិច្ចពីពន្លឺភ្នែកគិរីអ្នកប្រុសនិយាយបែបនេះមិនល្អទេបន្តិចទីអ្នកប្រុសនឹងរៀបការជាមួយអ្នកនាងមេសាហើយខ្ញុំមិនដែលស្រឡាញ់មេសាទេខ្ញុំគិតចំពោះមេសាត្រឹមតែជាប្អូនស្រីម្នាក់រឿងរៀបការជាការរៀបចំរបស់លោកប៉ាខ្ញុំមិនជំទាស់ដោយសារតែមានហេតុផលចាំបាច់សូណាក៏ដឹងពីមូលហេតុនេះច្បាស់ដែរម៉ាណាវីរុញគិរីចេញអស់ទំហឹងនាងមិនត្រូវឲ្យភាពស្និទ្ធស្នាលអូសទាញចិត្តនាងលងលើគិរីឡើយនាងមកនេះដើម្បីការពារគេមិនមែនមកបង្កើតក្តីស្នេហ៍ទេគេមានម្ចាស់ហាងជានារីដែលសមនឹងគេគ្រប់យ៉ាងសម្រាប់នាងជាអ្វីគ្រាន់តែប៉ូលីសសម្ងាត់ម្នាក់ពេលចាប់តួនាទីក៏ត្រូវឃ្លាតឆ្ងាយពីគេនាងមិនចង់ឈឺចាប់ព្រោះនាងដឹងថាគេមិនអាចរំសាយការរៀបការជាមួយមេសាឡើយគេរីបើកភ្នែកធំធំសម្លឹងសុននេះដោយក្នុងចិត្តហាក់ដូចជាឈឺចាប់ខ្លាំងណាស់នាងយល់ថាខ្ញុំពិការទើបមិនអាចទទួលខ្ញុំបានមែនទេព្រោះយល់ថាខ្ញុំជាភារៈរបស់នេះសុណាក្រវីក្បាលមកស្រពោខ្ញុំមិនដែលគិតថាអ្នកប្រុសជាភារៈរបស់ខ្ញុំឡើយតែរឿងរបស់ពួកយើងមិនអាចទៅរួចទេអ្នកប្រុសដឹងច្បាស់ណាស់អ្នកប្រុសសម្រាប់ទៅថ្ងៃរៀបការជិតមកដល់ហើយអ្នកប្រុសត្រូវត្រៀមខ្លួនឲ្យបានរឹងមាំម៉ាណាវីដើរចេញទៅតាំងទឹកមុខក្រៀមក្រំហេតុអ្វីក៏ពេលនេះនាងហាក់ដូចជាឈឺចាប់ម្ល៉េះឬមួយនាងកំពុងលងស្រឡាញ់គេហាងហេតុអ្វីក៏ស្នេហាមួយនេះកើតឡើងឆាប់រហ័សម្ល៉េះទាំងដែលនាងមិនតាន់ត្រៀមខ្លួនផងទីបំផុតបែរជាទទួលការឈឺចាប់ដោយមិនដឹងមុនទៅវិញទោះបីគិរីដើរមិនបានក៏សូណានៅតែមានចិត្តចំពោះគេអាចមកពីក្តីអាណិតដែលនាងមានចំពោះគេក៏មិនដឹងទៅបង្កើតមនោសញ្ចេតនាស្នេហាលឿនបែបនេះទោះបីក្នុងលក្ខណៈមួយនេះក៏សូណាមិនត្រូវបណ្ដោយចិត្តឲ្យជ្រៅជាងនេះដែរព្រោះខ្លួននាងផ្ទាល់មានភារកិច្ចដែលត្រូវធ្វើសូណាជានារីរឹងមាំចិត្តមោះមុតនាងគ្មានថ្ងៃឲ្យក្តីស្នេហាមកគ្របដណ្ដប់លើគំនិតដែលនាងតាំងចិត្តឡើងនាងក្រមុំចេញមកស្រាប់តែចូលនឹងឧត្តមកំពុងឈរថ្មឹងមកបន្ទប់របស់នេះស្រីល្អបើកភ្នែកធំធំទាំងភ្ញាក់ផ្អើលផ្លត់មកតាច់អ្នកប្រុសណាឧត្តមញញឹមចុងមុខចាប់ដៃសូណាច្របាច់យ៉ាងណាទឹកមុខស្មៅថេភ្នែកសម្លឹងស្រីល្អយ៉ាងមុតប្រាប់ខ្ញុំតាមត្រង់មកតើនាងជានរណាចូលមកក្នុងផ្ទះខ្ញុំមានបំណងអីស្រីល្អកញ្ឆោតដៃចេញពីឧត្តមប្រែទឹកមុខមិនដឹងឬខ្ញុំមិនយល់ពីអ្វីដែលអ្នកប្រុសនិយាយទេ
ក្រែងអ្នកប្រុសជាអ្នកឲ្យខ្ញុំចូលមករស់នៅទីនេះបំរើអ្នកប្រុសគិរីមិនអញ្ចឹងទេខ្ញុំគ្មានបំណងអ្វីឡើយក្រៅពីស្នាក់នៅតម្រាំរកសាច់ញាតិរបស់ខ្ញុំខេអូដាមញញឹមចុងមកចាប់ស្មានាងក្រមុំសងខាងច្របាច់យ៉ាងណាសូណាឈឺតែមិនស្រែកឡើយនេខំមាត់សម្លក់សូណានាងកំស្មានថាខ្ញុំល្ងងអិចសោះតាំងពីនាងចូលមកនៅទីនេះគិរីប្រែប្រួលខុសផ្លែហើយមើលទៅនេះដូចជាគ្មានឃើញតាមរកសាច់ញាតិតតែសោះសូណាខំបំរាស់ចេញពីដៃអូដាមតែគេច្របាច់កាន់តែខ្លាំងនាងឈឺស្ទើរតែស្រក់ទឹកភ្នែកតាហាមិនអ្វីប្រើជើងខ្ទាស់ជើងអូដាមប្រើក្បាច់យូដូតែអូដាមមិនមែនជើងអន់អាណាអ្នកដឹងថាសុននេះមិនមែននារីតនខ្សោយដូចអ្នកកាត់ឡាអ្នកសង្ស័យតាំងពីថ្ងៃដែលសូណានិងគិរីមានលក្ខណៈប្លែកៗដូចជាដឹងរឿងអ្វីម្យ៉ាងគ្រាន់តែគេគ្មានផតាទៅមិនតនិយាយអ្វីតែអូដាមមិនព្រមធ្វើជាមនុស្សល្ងងឲ្យសត្រូវចូលមកនៅក្បែរខ្លួនហើយមិនដឹងរឿងអីនោះទេនរៈសង្ហាក្រៀកនាងក្រមុំជាប់បដូរទៅលើឥដ្ឋគេសង្កត់សូននេះញញឹមចុងមកបញ្ចេញអត់ស្និទ្ធហើយឬណាខ្ញុំគិតមិនខុសទេថានាងមិនមែនស្រីតុនខ្សោយឡើយណ៎ណាប្រើនាងមកបើមិនប្រាប់កុំថាខ្ញុំចិត្តអាក្រក់ឲ្យសោះស្រស់ស្រីខំមាត់សម្លអូដាមទាំងខាងតែនេះមិនត្រូវឲ្យរឿងបែកការនៅពេលនេះទេគេមិនតាន់មានភ័ស្តុតាងអ្វីបញ្ជាក់ពីសមត្ថភាពនាងឡើយគេគ្រាន់តែសង្ស័យប៉ុណ្ណោះអ្នកប្រុសសង្ស័យច្រើនពេកហើយឬមួយអ្នកប្រុសធ្វើរឿងមិនល្អទៅចេះតែសង្ស័យខ្លាចអ្នកដទៃបែបនេះខ្ញុំគ្រាន់តែចេះក្បាច់ការពារខ្លួនបន្តិចបន្តួចប៉ុណ្ណោះចំណែករឿងតាមរកសាច់ញាតិរបស់ខ្ញុំគឺខ្ញុំកំពុងព្យាយាមតាមរកហើយមកពីអ្នកប្រុសរវល់ការងារទៅមិនដឹងអូដាមខ្នាញ់នឹងសូណាដែលមកតរឹងអូដាមច្របាច់ដៃសូណាតតែក្រហមស្ទើរស្រក់ឈីគិរីជីរតេរុញចេញពីបន្ទប់ព្រោះឮសំឡេងក្ដុំក្ដាំឃើញអូដាមកំពុងសង្កត់សូណានៅលើឥដ្ឋគេជ្រួញចិញ្ចាំងទាំងមិនពេញចិត្តបងដាំធ្វើអីហ្នឹងអូដាមភ្ញាក់ស្ទុះក្រោកចេញចាំងរហ័សគេមើលមុខសូណាទាំងមិនអត់ចិត្តមិនបានធ្វើអីទេគ្រាន់តែចង់សាកល្បងក្បាច់យូដូរបស់នាងប៉ុណ្ណោះថ្មនេះហ่าឯងមិនតាន់សម្រាប់ទេគិរីតបទៅមុខស្មាបំរុងមកចូលសម្រាប់ហ่าតែឮសំឡេងក្ដុំក្ដាំទៅចេញមកមើលគិរីមើលទៅសូណាបន្តិចខ្ញុំចង់ផឹកទៅដល់កូនមុនចូលគេសូណាទៅយកឲ្យខ្ញុំមកនាងក្រមុំងក់ក្បាលរួចគេចេញចាំងលឺគិរីចូលទៅក្នុងបន្ទប់វិញចំណែកអូដាមក្តាប់ដៃចាំងណែនទាំងមកម៉ែសូណាជាជនល្មើសមាត់រឹងបំផុតតែកែភ្នែករបស់គេបែរជាភ្លឺថ្លាវិញមួយរំពេចហាក់ដូចជាអស់ភាពខ្វាយខ្វល់មួយកម្រិតតែពេលនេះអូដាមកំពុងគិតពីអ្វីទៅគ្មាននរណាស្មានដឹងចិត្តរបស់គេដឹងឡើយគិរីដេកនៅលើគ្រែទឹកមុខស្ងប់ស្ងាត់បង្កប់ដោយក្តីទុក្ខកង្វល់សូណាយកទឹកដោះគោមកឲ្យអ្នកកំឡុះនាងក្រមុំបន្ធូរដង្ហើមធំហើយកៅទឹកដោះគោឲ្យគិរីពេលនេះអ្នកប្រដាំសង្ស័យលើខ្ញុំហើយពួកយើងគួរតែប្រយ័ត្នប្រយែងឲ្យបានច្រើនជាងមុនគិរីងក់ក្បាលក្តោបម្រាមដៃស្រលូនទន់ត្រជារបស់សូណាទឹកមុខបារម្ភខ្ញុំដឹងថាបងអាដាមជាមនុស្សឆ្លាតណាស់សូណាគួរប្រុងប្រយ័ត្នជាងនេះពួកគេហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្រាក់ខ្ញុំខ្លាចគេធ្វើបែបនេះដូចជាធ្វើចំពោះខ្ញុំសូណាញញឹមតាក់មករំភើតែក៏ប្រញាប់ដកដៃចេញវិញទាំងអ៊ីនអត់ខ្ញុំដឹងហើយក៏តែអ្នកប្រុសវិញទៅពួកគេនៅកន្លែងងងឹតយើងមិនអាចស្មានដឹងទេថាពួកគេកំពុងគិតអ្វីឡើយដរាបណាខ្ញុំមិនតាន់រៀបការពួកគេមិនតាន់សម្លាប់ខ្ញុំឡើយដូច្នេះយើងគួរតែពន្យាពេលរៀបការទៅល្អសូណាត្រឹងគិតបន្តិចរួចងក់ក្បាលមែនហើយពីមុនការដែលគេធ្វើបែបនោះដោយសារតែមិនដឹងរឿងមិនដាំមរតកពេលនេះផ្លូវដែលល្អអ្នកប្រុសត្រូវពន្យាពេលរៀបការសិនខ្ញុំនឹងពិភាក្សាជាមួយលោកម៉ែសូណាប្រញាប់ត្រឡប់ទៅបន្ទប់វិញពិភាក្សាជាមួយលោកសូថេតអំពីរឿងនេះពីមុនការដែលលោកសូថេតចង់ឲ្យគិរីដើរទៅតាមសាច់រឿងដែលពួកសត្វឆ្កែរៀបចំព្រោះចង់ឲ្យគេធ្វើជំនួយបញ្ឆាំងឲ្យសត្វឆ្កែបញ្ចេញធាតុពិតលោកពេលគិតម្ដងទីប្រៀបដូចជាយកជីវិតគិរីនិងមេសាប្រថុយពេកអាហារ
បើថ្លាត់ធ្លុយតែបន្តិចពួកគេប្រកាសជាមានគ្រោះថ្នាក់លោកគួរតែបដូរផែនការថ្មីបើពិធីរៀបការមិនតាន់កើតឡើងមេសានិងគិរីនៅតែមានសុវត្ថិភាពម្យ៉ាងទៀតពេលនេះខ្យល់ក៏ចូលទៅគៀកលោកសច្ចាស្រួលក្នុងការប្រមូលភ័ស្តុតាងចំពោះរឿងរកស៊ីទុច្ចរិតរបស់គេ ភ័ន្តភាំងគំនិតក្តីស្នេហ៍ធំប៉ុនធំជាងសង្ខារ ខ្យល់កំពុងនៅក្នុងបន្ទប់ដែលលោកសច្ចាឲ្យអ្នកបម្រើរៀបចំអាននរៈសង្ហាកំពុងអង្គុយត្រឹងគិតទឹកមុខស្ងប់ស្ងាត់ហេតុអ្វីក៏ប្រទេសនេះដូចជាធម្មតាគ្មានមនុស្សជាមកាមតាំងតែដូចជាលក្ខរបស់ខុសច្បាប់ឡើយឬមួយក៏ពួកគេមានកន្លែងផ្សេងសម្រាប់ទុកដាក់របស់ខណៈនោះលោកសច្ចាដៃចូលមកខ្យល់ងើបឈរអោនគោរពភ្លីលោកសច្ចាញញឹមតែស្មាមនុស្សសង្ហាចាំស្និទ្ធមិនបាច់គួរសមច្រើនទេខ្ញុំចាត់ទុកឯងជាមនុស្សចំណិតរបស់ខ្ញុំយប់ស្អែកជូនខ្ញុំទៅជប់លៀងផ្ទះលោកម្ចាស់ដើររងបន្តិចយប់នេះឯងសម្រាប់សិនជប់ព្រោះកំពុងមានរបួសខ្យល់ងក់ក្បែរលោកសច្ចាដើរចេញទៅវិញខ្យល់ប្រះខ្លួនដេកលើកពុកយកដៃកុំថ្ងាសសម្លឹងមើលពីដានទាំងអារម្មណ៍ហោហាអ្នកពិតជាចង់ជួបម៉ាលីកាខ្លាំងណាស់ចង់ឲ្យម៉ាលីកាដឹងថាពេលគ្មាននេះរូបគេប្រៀបដូចជាខ្យល់ដែលហោះហើរគ្មានកោដដែរខ្យល់គិតរហូតដេកលុបក្តាប់កន្លះអាវជុំមកនៅទីក្រុងរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយរឿងស្មុគស្មាញធ្វើឲ្យខ្យល់ចូលដឹងច្រាត់ណាស់យល់ពីអ្វីដែលហៅថាអារម្មណ៍ស្នេហាអ្វីដែលហៅថាភាពពេញចិត្តគ្រាន់តែគេមិនទាន់អាចបែងចែកដាច់ថារវាងអ្នកនិងម៉ាលីកាគឺជាអារម្មណ៍ដិតជុំព្រោះតែរស់នៅក្បែរគ្នារហូតមកឬក៏ស្នេហាឡើងតែពេលគ្មានម៉ាលីកាក្នុងបេះដូងខ្យល់ហាក់ដូចជាតទេស្អាហេងហាងរកថាមិនត្រូវចំពោះមេសាវិញអ្នកមានចិត្តមួយចង់ការពីចង់មើលថែនេះព្រោះនាងគួរឲ្យអាណិតទោះបីជារស់នៅក្បែរគ្នាមានពេលខ្លីតែនាងជានារីដែលធ្វើឲ្យអ្នកគិតដល់មិនចាញ់ម៉ាលីកាឡើយនាងចូលចិត្តឲ្យអ្នកលួងលោមនាងចិននេះទាំងដែលដឹងថាអ្នកមិនចេះលូពេលនៅក្បែរមេសាមានអារម្មណ៍ល្អហើយតែងតែស្អើចមិនដឹងខ្លួនចិននេះពន្លឺភ្លើងផ្លឹបផ្លែតក្នុងភូមិគ្រឹះដិតស្កំស្កៃរបស់លោកដាវរងភ្ញៀវចូលរួមជាច្រើនសិតស្ដឹងតែជាប្រមុខអ្នកលេងលោកមេធាម្ចាស់រាងកសាវិមានសយកមុខរបរសុចរិតលាក់បាំងមុខរបរខ្មៅកខ្វក់ហើយក៏ជាមនុស្សដែលលោកដាវរងចង់រួបរวมដោយសារនៅទីនេះលោកមេធាជាអ្នកដែលមានកូនចៅក្រោមបកបច្រើនដូច្នេះហើយការរកស៊ីត្រូវតែរកអ្នកខ្លាំងដូចគ្នាទើបអាចឆ្ពោះទៅមុខបានដោយជោគជ័យពេលខ្លះសុភាសិតនិយាយថាភ្នំមួយមិនអាចមានខ្លាពីរតែលោកដាវរងយល់ថាការកាប់ចាក់ដណ្ដើមអំណាចរវាងក្រុមរកស៊ីមុខរបរដូចលោកមានតែខាត់បងហើយជាការបើកផ្លូវឲ្យប៉ូលីសទៅវិញដូច្នេះផ្លូវដែលល្អគឺគួរតែរួបរวมគ្នាលោកមេធាមានកូនប្រុសម្នាក់ឈ្មោះមេផិនគេជាបរិសុទ្ធដែលចូលចិត្តសម្រស់ស្រីខ្លាំងណាស់កំពូលព្រាននារីបំផុតថ្ងៃនេះលើថាឪពុកនាំមកមើលកូនស្រីលោកដាវរងគេមិនចង់មកទេព្រោះខ្លាចមិនស្អាតនាំជាប់ដៃជាប់ជើងប៉ុន្តែខ្លាចឪពុកទៅបង្ខំចិត្តមកលោកសច្ចានិងឧត្តមមកដល់លំមឧត្តមចំណាំខ្យល់បែតែអ្នកក៏ពេញចិត្តឲ្យខ្យល់តាមការពីឪពុកព្រោះគេជាមនុស្សមិនធម្មតាឡើយខ្យល់ដើរតាមក្រោយឧត្តមនិងលោកសច្ចាក្នុងឯកសណ្ឋានអង្គរៈពិតជាសង្ហាគ្មានផ្ទឹមទោះបីផ្ទៃមុខដែលមិនសូវមានស្នាមញញឹមតែសមឥតពីលោកដាវរងក៏រលែកឃើញលោកសច្ចាគាត់ដើរមកទទួលដរិយនេះឧត្តមនិងខ្យល់ក៏រលែកឃើញជនចម្លែកទាំង4ពួកគេមើលមកគ្នាដោយភ្ញាក់ផ្អើលការពិតជាកូនចៅរបស់លោកដាវរងសោះខ្យល់វិញឆ្ងល់ចំពោះឧត្តមណាស់បើតាមមើលទៅគេជាមនុស្សចេះឈឺឆ្អាលចំពោះអ្នកដទៃហើយអ្វីក៏ប្រែខ្លះជាមនុស្សចិត្តសាហាវសុខចិត្តធ្វើបាបសាច់ញាតិខ្លួនឯងបែបនេះទោះបីត្រឹមតែជាកូនចិញ្ចឹមក៏គេនៅតែជាបងប្អូនជាដូនមួយដែរជនចម្លែកទាំង4ឃើញខ្យល់ប្រែមុខស្មាមិនស្មានថាខ្យល់មកចូលរួមដែរសោះចំណែកលោកដាវរងមិនដែលស្គាល់ខ្យល់ទេ
តែលោកមិនចង់ឲ្យខ្យល់មកទេលោកដារងចាប់ដៃលោកសត្យាញញឹមសត្យាមកដល់ល្មមខ្ញុំកំពុងតែចង់ណែនាំឲ្យស្គាល់ជាមួយលោកមេធីព្រោះពួកយើងរកស៊ីជាមួយគ្នាគូតែរាប់អានគ្នាលោកសត្យាសម្លឹងលោកមេធីចាំមុតមុខស្មាខ្ញុំយល់ថាលោកមេធីប្រហែលជាមិនចង់រាប់អានជាមួយខ្ញុំទេព្រោះខ្ញុំចង់រាប់អានតែមនុស្សស្មោះត្រង់ជាមួយគ្នាហើយធ្វើអ្វីត្រង់មិនមែនលបលួចធ្វើក្រោយខ្នងឡើយលោកមេធីជ្រួញចិញ្ចើមមុខមូឯងចង់ថាឲ្យនរណាសត្យាយើងមិនចង់មានរឿងជាមួយឯងនៅទីនេះទេលោកដាវរងប្រញាប់ខាត់ព្រោះដឹងថាលោកសត្យានិងលោកមេធីមិនសូវត្រូវគ្នាឡើយបានហើយយើងចូលទៅខាងក្នុងល្អជីលោកមេធីដើរចូលទៅជាមួយលោកដាវរងមេផិនជ្រែងហៅប៉ារឹកក្រអឺតចូលទៅតាមឪពុកលោកសត្យាឧត្តមនឹងខ្យល់ចូលទៅតាមក្រៅបើកុំទៅយល់មុខលោកដាវរងលោកសត្យាប្រកាសជារឿងលោកមេធីឲ្យដឹងសោកខ្មៅមិនខានព្រោះលោកសត្យាគិតថារឿងយប់នោះជាស្នាដៃរបស់លោកមេធីដែលចង់កម្ចាត់គាត់ចោលឯកូនចៅក្រោមបង្គាប់នៅញ៉ាំអាហារខាងក្រៅតក់វិញរៀបចំកណ្ដាលផ្ទះល្វីមានអំពូលភ្លើងលម្អនារីបម្រើជាច្រើននេះកំពុងត្រៀមចាក់ស្រាឲ្យភ្ញៀវខ្យល់ឈរក្រពត់ដៃក្បែរលោកសត្យានិងអត់ដោមេផិនដៀងភ្នែកសម្លក់ខ្យល់ដោយក្តីច្រណែននិងភាពសង្ហារបស់ខ្យល់គេឌឺដងភ្លីអ្នកបម្រើគួរតែចាំនៅខាងក្រៅមិនគួរមកឈរទៅមកទៅមាត់ស្អីត្រង់កន្លែងនេះទេអូដាមជ្រួញចិញ្ចើមមុខស្មាសម្លឹងមេផិនចាំមុតខ្យល់ជាអ្នកការពារផ្ទាល់ខ្លួនរបស់លោកប៉ាមិនមែនអ្នកបម្រើឡើយដូច្នេះគេត្រូវនៅក្បែរលោកប៉ាជានិច្ចជៀសវាងមានមនុស្សគិតមិនត្រង់មេផិនពេបមាត់ចំអកបាច់ជាកំសាន្តណាចេះខ្លាចមិនដឹងរឿងតាកានៅទីនេះសុទ្ធតែគ្នាឯងទាំងអស់ណ៎ណាគិតមិនត្រង់ទៅអ្នកការពារក៏ជាអ្នកបម្រើដូចគ្នាគ្មានអ្វីពិសេសទេលោកដាវរងក្រហមកាត់មេផិននៅស្ងៀមភ្លីចំណែកខ្យល់នៅតែឈរធ្វើប្រងើមិនខ្វល់ថានរណាថាអ្វីឡើយគណៈនោះម៉ាលីកាដើរចេញមកជាមួយធីរីក្នុងឈុតរ៉ូពណ៌សដៃទៅប៉ាដិនអង្កាមភ្លឺផ្លេកវីអូតដីមានស្បែកក្របលើស្មាពិតជាសមឥតខ្ចោះមើលទៅដូចជាធីតាស៊ូពិតគ្រប់គ្នាមើលនាងក្រមុំភេអូដាមក៏ដូចគ្នាអ្នកធ្លាប់គិតថាមេសាននិងសុណាជានារីដ៏ស្រស់ស្អាតតែបើប្រៀបធៀបជាមួយនារីម្នាក់នេះពិតជាមិនប្រដូចឡើយមេផិនភ្លឹកស្ទើរភ្លេចដកដង្ហើមតែកែភ្នែកស្រីល្អបែជាសម្លឹកមើលឆ្ពោះទៅខ្យល់ដោយក្តីត្រេកអរនិងនឹករលឹកបំផុតខ្យល់ឈានជឺតតម្រង់នាងក្រមុំតែត្រូវជន់ចម្លែកទាំង4ស្ទះមុខជុំខ្យល់ខាំមុនសម្លឹងជន់ទាំង4យ៉ាងមុនជាផ្លឹកយើងទៅរកមីរបស់យើងគ្រប់គ្នាក្រោកឈរមើលទៅខ្យល់ភៀព្រោះមិនដឹងរឿងលោកដាវរងជ្រួញចិញ្ចើមទាំងមិនពេញចិត្តលោកមើលទៅកូនចានាំវ័យម្នាក់នោះចេញទៅកុំឲ្យរំខានការជប់លៀងរបស់យើងអន្ត្រីបំរុងចាប់ស្មាខ្យល់តែនរៈសង្ហាកិច្ចយ៉ាងរហ័សតតសង្ខុញគ្មានប្រណីពួកវាទាំង4មិនធ្លាប់សានលបងជាមួយខ្យល់ទេគ្រាន់តែដឹងថាគេមិនមែនជាមនុស្សធម្មតាឡើយកៅអីចានកែវធ្លាក់បីខ្ចាដោយសារកម្លាំងជើងរបស់ខ្យល់គ្រប់គ្នាស្ទុះកិច្ចមើលឆាកប្រយុទ្ធដែលជក់ចិត្តលោកដារងមិនខាត់ទេគាត់ចង់ដឹងស្នាដៃរបស់ខ្យល់តើគេខ្លាំងដល់កម្រិតណាពួកគេទាំង4ដឹងថាបើចូលម្ដងម្នេះប្រកាសជាពិបាកយកឈ្នះខ្យល់ណាតតែប្រូតគ្នាទៅបីម៉ាលីកាប្រាយទឹកមុខបារម្ភថាខ្លាចខ្យល់មានរបួសម៉ាណាវីកន្លោះខ្លួនស្រាលដោយសម្លេងស្បៃរំកាយរសាត់ទៅលើអត់ដោមួយប្រព្រឹត្តភ្នែកនាងក្រមុំឈរចំកណ្ដាលនៃពួកនៃឥន្ទ្រីគ្រប់គ្នាបើកភ្នែកក្រឡោមិនស្មានថាម៉ាលីកាមានវិជាចម្លែកបែបនេះម៉ាណាវីសម្លឹងមកពួកគេចាំមុតបើខ្យល់មានរបួសតែបន្តិចពួកឯងក៏មិនរួចខ្លួនដែរអ្នកទាំង4តិចងក់ឡើងហ៊ានកំរាមេផិនប្រាយទឹកមុខមិនពេញចិត្តភ្លីព្រោះគេដឹងថាឪពុកម៉ាលីកានិងឪពុកគេកំពុងតែផ្សំផ្គុំពួកគេពេលនេះសម្រាប់ម៉ាលីកាធ្វើឲ្យមេផិនពេញចិត្តខ្លាំងណាស់ទោះយ៉ាងណាក៏គេត្រូវតែធ្វើបរោះតែម្នាក់របស់ស្រីស្រស់សម្រាប់សោភីម្នាក់នេះហើយមិនចង់ឲ្យនេះធ្វើរកការពេលមនុស្សធនទាបដូចខ្យល់ឡើយ
នាងក្រមុំងាកមកចាប់ដៃខ្យល់ចាំងស្និទ្ធស្នាលមិនខ្វល់ពីខ្សែភ្នែកអ្នកដទៃដែលសម្លឹងមើលពួកនាងឡើយធ្វើដូចជាពេលនេះមានតែនាងនឹងខ្យល់ប៉ុណ្ណោះព្រោះធម្មតាម៉ាលីកាមិនដែលខ្វល់ពីនរណាទាំងអស់ក្រៅពីខ្យល់